មនុស្សភាគច្រើនតែងគិតថាការផ្លាស់ប្ដូរជីវិតខ្លួនឯងគឺជារឿងមួយដែលមិនងាយនឹងធ្វើបានការផ្លាស់ប្ដូរជីវិតខ្លួនឯងពីមនុស្សមួយដែលសាមញ្ញធម្មតាម្នាក់ទៅជាមនុស្សមួយដែលទទួលបានភាពជោគជ័យច្រើនក្នុងជីវិតឬក៏ថាធ្វើឲ្យខ្លួនឯងអាចធ្វើការមានប្រសិទ្ធភាពច្រើនជាងនេះ10ដងអាហ្នឹងគឺជារឿងមួយដែលលំបាកនឹងសម្រេចទៅបានគឺត្រូវអាស្រ័យការចំណាយពេលវេលាច្រើនឬក៏ថាត្រូវអាស្រ័យមានអភូតហេតុអស្ចារ្យណាមួយដែលធ្វើឲ្យជោគវាសនារបស់ខ្លួនឯងមានការផ្លាស់ប្ដូរប៉ុន្តែទៅតាមពិតការផ្លាស់ប្ដូរខ្លួនឯងគឺជារឿងមួយដែលមនុស្សគ្រប់គ្នាអាចធ្វើបានប្រសិនបើយើងមានការតាំងចិត្តដើម្បីនឹងផ្លាស់ប្ដូរខ្លួនឯងពិតប្រាកដហើយយើងមានពេលត្រឹមតែ1ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើការផ្លាស់ប្ដូរខ្លួនឯងរឿងមួយដែលមនុស្សភាគច្រើនមានការយល់ច្រឡំគឺពួកគេគិតថាការផ្លាស់ប្ដូរខ្លួនឯងគឺត្រូវចំណាយពេលវេលាច្រើនគឺយ៉ាងហោចណាស់ក៏ពួកគេមានពេលទំនេរមួយថ្ងៃ10ម៉ោង20ម៉ោងដើម្បីធ្វើវាប៉ុន្តែកម្មពិតការផ្លាស់ប្ដូរខ្លួនឯងគឺត្រូវចាប់ផ្ដើមពីជំហានតូចបើយើងមានពេលមិនច្រើនយើងរវល់កិច្ចការងារប្រចាំថ្ងៃរវល់ការប្រកបមុខរបរផ្សេងយើងមានពេលត្រឹមតែ1ម៉ោងក្នុងមួយថ្ងៃដែលយើងមានការតាំងចិត្តដើម្បីនឹងធ្វើការផ្លាស់ប្ដូរខ្លួនឯងពិតប្រាកដយើងក៏អាចធ្វើបានឧទាហរណ៍ដូចជាការដែលយើងចង់ចេះភាសាណាមួយមិនថាភាសាអង់គ្លេសភាសាចិនភាសាជប៉ុនភាសាអីក៏ដោយដែលជាភាសាបរទេសដែលយើងចង់ចេះចង់ប្រើប្រាស់វាយើងមានពេលត្រឹមតែ1ម៉ោងក្នុងមួយថ្ងៃក៏យើងអាចរៀនវាបានរៀនមួយថ្ងៃ1ម៉ោងទៅរយៈពេល2-3ឆ្នាំកន្លងទៅយើងក៏អាចនិយាយភាសានឹងបានប្រើប្រាស់ភាសានឹងបានការផ្លាស់ប្ដូរជីវិតខ្លួនឯងក៏មិនខុសអីពីការរៀន skill ណាមួយដូចគ្នាគឺត្រូវអាស្រ័យពេលវេលាដែលយើងដាក់ទុនទៅលើវាបន្តិចម្ដងដើម្បីការផ្លាស់ប្ដូរខ្លួនឯងបើសិនបើយើងមានពេលត្រឹមតែ1ម៉ោងក្នុងមួយថ្ងៃក៏យើងអាចធ្វើការផ្លាស់ប្ដូរជីវិតខ្លួនឯងបានឥឡូវសួរថាបើយើងចង់ផ្លាស់ប្ដូរជីវិតខ្លួនឯងពិតប្រាកដហើយយើងមានពេលមួយថ្ងៃ1ម៉ោងដើម្បីដាក់ទុនទៅលើខ្លួនឯងតែយើងអាចធ្វើការផ្លាស់ប្ដូរខ្លួនឯងយ៉ាងម៉េចមានវិធីច្រើនណាស់ដែលយើងអាចធ្វើការផ្លាស់ប្ដូរជីវិតខ្លួនឯងបើយើងមានពេល1ម៉ោងក្នុងមួយថ្ងៃយើងអាចផ្លាស់ប្ដូរខ្លួនឯងតាមរយៈនៃការអានសៀវភៅតាមរយៈនៃការរៀន skill ណាមួយបន្ថែមដើម្បីបង្កើនការចេះដឹងបង្កើន skill ដែលធ្វើឲ្យយើងធ្វើការងារមានប្រសិទ្ធភាពច្រើនជាងនេះឧទាហរណ៍បើយើងចង់ផ្លាស់ប្ដូរជីវិតខ្លួនឯងទៅដោយការអានសៀវភៅបើយើងមានពេលមួយថ្ងៃ1ម៉ោងដើម្បីអានសៀវភៅរយៈពេល1ម៉ោងបើយើងអាចអានសៀវភៅបានប្រហែលជា10ទំព័រហើយបើយើងអានមួយថ្ងៃ10ទំព័ររយៈពេល10ថ្ងៃទៅកន្លះខែយើងអាចចប់សៀវភៅមួយក្បាលអញ្ចឹងមួយខែយើងអាចអានបាន2ក្បាលមួយឆ្នាំយើងអាចអានបាន24ក្បាលបើយើងចំណាយពេលមួយឆ្នាំយើងអាចអានបានសៀវភៅ24ក្បាលចំណេះដឹងដែលយើងទទួលបានពីសៀវភៅ24ក្បាលគឺពិតជាអាចធ្វើឲ្យការចេះដឹងរបស់យើងមានការផ្លាស់ប្ដូរហើយចំណេះដឹងនៅក្នុងអ្វីដែលយើងទទួលបានហ្នឹងគឺអាចប្រើប្រាស់ដើម្បីផ្លាស់ប្ដូរជីវិតយើងបានយ៉ាងពិតប្រាកដឬក៏ថាយើងប្រើពេល1ម៉ោងដើម្បីសរសេររឿង3យ៉ាងដែលយើងមានអារម្មណ៍ថាយើងដឹងគុណចំពោះរឿងហ្នឹងជារបស់ដែលយើងមានជាហេតុការណ៍ដែលយើងបានជួបដែលយើងនឹកឃើញហើយយើងមានអារម្មណ៍ដឹងគុណមានអារម្មណ៍សប្បាយចិត្តមានអារម្មណ៍មានកម្លាំងចិត្តនៅក្នុងរឿងហ្នឹងយើងចំណាយពេល1ម៉ោងហ្នឹងសរសេរឲ្យបាន3រឿងក្នុងមួយថ្ងៃរយៈពេល30ថ្ងៃយើងអាចសរសេរបានដល់ទៅ90រឿងទាំងអស់ហ្នឹងដែលពេលណាក៏ដោយដែលយើងយកមកអានវាធ្វើឲ្យយើងកើតកម្លាំងចិត្តកើតឆន្ទៈដើម្បីធ្វើការផ្លាស់ប្ដូរជីវិតអាហ្នឹងក៏ជាវិធីមួយទៀតដែលបំផុសបំផុលកម្លាំងចិត្តបំផុសបំផុលឆន្ទៈពីខាងក្នុងរបស់យើងដែលធ្វើឲ្យយើងតាំងចិត្តដើម្បីធ្វើការផ្លាស់ប្ដូរជីវិតខ្លួនឯងឬក៏ថាបើយើងអត់ទាន់ដឹងថាយើងត្រូវធ្វើអីអត់ទាន់ដឹងថាយើងត្រូវផ្លាស់ប្ដូរជីវិតខ្លួនឯងបែបណាឬក៏ថាយើងចង់បានអីយើងអត់ទាន់ច្បាស់លាស់ទេគឺយើងចំណាយពេលមួយថ្ងៃ1ម៉ោងនៅក្នុងការសរសេរគោលដៅនៅក្នុងជីវិតរបស់យើងតើអ្វីទៅជាគោលដៅជីវិតរបស់យើងចង់បានអីនៅក្នុងឆ្នាំហ្នឹងយើង
នៅពេលដែលយើងមានគោលដៅច្បាស់លាស់ហើយយើងក៏ចាប់ផ្ដើមអនុវត្តដើរទៅតាមគោលដៅដែលយើងចង់បានអាហ្នឹងក៏ជាវិធីមួយទៀតដែលធ្វើឲ្យជីវិតរបស់យើងអាចទៅដល់គោលដៅហ្នឹងដែលធ្វើឲ្យជីវិតរបស់យើងមានភាពផ្លាស់ប្ដូរឬក៏ថាយើងចំណាយពេលមួយថ្ងៃ1ម៉ោងដាក់ទុនទៅលើសុខភាពខ្លួនឯងទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តប្រើពេល1ម៉ោងអាចអង្គុយសមាធិឬក៏ហាត់ប្រាណដើម្បីថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តសុខភាពផ្លូវកាយនិងផ្លូវចិត្តក៏ជាកត្តាមួយសំខាន់ដែលធ្វើឲ្យជីវិតរបស់យើងជោគជ័យពីព្រោះដែលយើងអាចជោគជ័យបានវាតើយើងមានសុខភាពល្អមិនថាសុខភាពផ្លូវកាយឬសុខភាពផ្លូវចិត្តបើយើងបាត់បង់សុខភាពយើងឈឺច្រើនយើងបាក់ទឹកចិត្តអាហ្នឹងគឺមិនឈ្មោះថាយើងជោគជ័យទេដូច្នេះការថែទាំសុខភាពផ្លូវកាយផ្លូវចិត្តគឺជារឿងមួយដែលសំខាន់កាលណាយើងមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្តអាហ្នឹងក៏ធ្វើឲ្យជីវិតយើងរីកចម្រើនទៅមុខឬក៏ថាយើងចំណាយពេល1ម៉ោងក្នុងមួយថ្ងៃដើម្បីរៀន skill ថ្មីណាមួយដែលចាំបាច់សម្រាប់ជីវិតរបស់យើងកំពុងរកស៊ីអីកំពុងតែធ្វើការងារផ្នែកអីហើយយើងគិតថាយើងនៅខ្វះ skill ណាមួយក៏យើងចំណាយពេលមួយថ្ងៃ1ម៉ោងដើម្បីរៀន skill ហ្នឹងនៅពេលដែលយើងបាន skill បន្ថែមហើយការងាររបស់យើងក៏នឹងរីកចម្រើនជាងមុនពិតប្រាកដឬក៏ថាយើងកំពុងធ្វើការបដាយើងរៀនយកសញ្ញាបត្រថ្មីបដានៅពេលដែលយើងបានបញ្ចប់នៅក្នុងវគ្គសិក្សាហ្នឹងហើយយើងយកមក improve ការងាររបស់យើងក៏ធ្វើឲ្យជីវិតរបស់យើងមានការផ្លាស់ប្ដូរបានអាហ្នឹងគឺជាវិធីដែលយើងអាចប្រើប្រាស់ដើម្បីធ្វើការផ្លាស់ប្ដូរជីវិតខ្លួនឯងសូម្បីថាមួយថ្ងៃយើងមានត្រឹមតែ1ម៉ោងក៏ដោយប៉ុន្តែបើយើងមានការតាំងចិត្តពិតប្រាកដយើងប្រើពេល1ម៉ោងដាក់ទុនទៅលើការ improve ខ្លួនឯងរាល់ថ្ងៃជីវិតរបស់យើងក៏នឹងផ្លាស់ប្ដូរហើយអ្វីដែលសំខាន់មួយទៀតគឺនៅពេលដែលយើងដាក់ចិត្តថាយើងនឹងផ្លាស់ប្ដូរខ្លួនឯងហើយគឺត្រូវតែព្យាយាមដើម្បីការពារពេលវេលាហ្នឹងហើយដូចជាយើងការពារទ្រព្យដែលយើងមានពីព្រោះមនុស្សភាគច្រើននៅពេលដែលតាំងចិត្តធ្វើហើយរយៈពេលមួយថ្ងៃពីរថ្ងៃដំបូងគឺអាចធ្វើបានស្រួលធ្វើបានល្អប៉ុន្តែមួយអាទិត្យពីរអាទិត្យមួយខែពីរខែក្រោយមកគឺពេលវេលាហ្នឹងចាប់ដើមបាត់បង់ទៅរហូតដល់ទៅលែងមានពេលវេលាដើម្បីធ្វើការងារហ្នឹងអញ្ចឹងអ្វីដែលសំខាន់ដើម្បីឲ្យយើងអាចផ្លាស់ប្ដូរខ្លួនឯងបានគឺត្រូវតែព្យាយាមដើម្បីថែទាំពេលវេលាដែលខ្លួនមានមិនថាការងារណាដែលមិនសូវសំខាន់ទេដូចជាមិត្តភ័ក្តិបបួលទៅណេះទៅណោះក្រុមគ្រួសារបបួលការងារណាដែលមិនសូវសំខាន់ដែលវាមិនមានតម្លៃច្រើនជាងនេះទេគឺយើងត្រូវតែបដិសេធថាយើងរក្សាពេលវេលាឲ្យបានល្អដើម្បីដាក់ទុនជាមួយខ្លួនឯងបើយើងរក្សាពេលវេលា1ម៉ោងឲ្យបាន1ម៉ោងមួយថ្ងៃដាក់ទុនទៅលើខ្លួនឯងជារៀងរាល់ថ្ងៃធ្វើតាមវិធីសាស្ត្រទាំងអស់ហ្នឹងជីវិតយើងនឹងមានការផ្លាស់ប្ដូរយ៉ាងពិតប្រាកដ